Hello, xin em bọn tặngគ្នាឥឡូវហ្នឹងជួបគ្នានៅ vlog ថ្មីទៀតហើយ vlog ភាគ3តភាគពីថ្ងៃមុនហ្នឹងណាហើយឥឡូវហ្នឹងគឺយើងបានមកដល់ឆ្នេរអូឈើទាលហើយកំពុងតែរងចាំទិញមកអាំងអញ្ចឹងណានិយាយទៅចង់ថាចោះទៅលេងសមុទ្រតិចតែប៉ុន្តែអាកាសធាតុវាអត់អំណោយផលសោះហ្មងណាពីឆ្លៀនមេឃឥឡូវមេឃអីណាយ៉ាប់ហ្មងណាតែក៏មិនជាបញ្ហាដែរបងប្អូនទាំងគ្នាសំខាន់ជីកឡានហេវពេកគឺចុះមកទិញមកអាំងទាំងមេឃភ្លៀងហ្នឹងនេះហើយពេលដែលយើងទិញមកអាំងហើយយើងញ៉ាំឆ្អែតហើយបើយើងបន្តដំណើរទៅមុខទៀតអញ្ចឹងណាចង់ដឹងថានៅតាមឆ្នេរហ្នឹងមានអីខ្លះតោះតាមអ្នកទាំងគ្នាហើយបន្ទាប់ពីយើងបានទិញមកអាំងហើយពួកយើងក៏បន្តដំណើរទៅមុខជិះតាមមាត់ឆ្នេរហ្នឹងទៅរហូតអញ្ចឹងណាហើយដល់ពេលជិះក៏មកដល់កន្លែងប្រោនកាហ្វេហ្មងថ្មីនេះកន្លែងប្រោនកាហ្វេគឺមានថ្មភ្នំគឺជាសណោហ្នឹងហើយបងប្អូនទាំងគ្នាបើយើងជ្រុលជិះមកកំពង់សោមហើយគឺយើងត្រូវដើរឲ្យអស់សុខសាច់ហ្មងកន្លែងណាដែលគេល្បីហ្នឹងគឺយើងត្រូវទៅមកឲ្យអស់អញ្ចឹងណាហើយឥឡូវនេះគឺយើងមកដល់ប្រោនកាហ្វេហ្នឹងគឺដើរចូលលុកលុយពេញណាពេញណីហ្មងគឺថាស្វែងរកកន្លែងថតរូប selfie កន្លែងស្អាតអីចឹងណាហើយឥឡូវហ្នឹងយើងក៏បានប្រទះឃើញកន្លែងគេថតរូបហ្នឹងហើយគឺថាមានថ្មមានទឹកសមុទ្រអូនិយាយទៅគូទេសភាពស្អាតបងប្អូនក្នុងវីដេអូហ្នឹងយើងមើលចឹងគឺស្អាតប៉ុណ្ណឹងតែនៅក្រៅស្អាតជាងហ្នឹងទៀតចេះកន្លែងហ្នឹងចេះមើលគេមានថ្មមានកន្លែងយើងដើរឡើងលេងអីចឹងទៅមានកន្លែងថតរូបកន្លែងនោះគឺថតរូបកន្លែងចំហ្នឹងហើយបងប្អូនទាំងគ្នាបន្ទាប់ពីយើងចុះមកលេងប្រោនកាហ្វេឆ្អែតអស់ចិត្តញ៉ាំកាហ្វេញ៉ាំអីថតរូបថតអីហើយយើងក៏បន្តដំណើរទៅមុខទៀតចឹងណាតែសារតការឆ្ងល់ចង់ដឹងថាតើបើយើងជិះទៅត្រង់រហូតតាមមាត់ឆ្នេរហ្នឹងតើមានកន្លែងដើរលេងប្រហែលកន្លែងទៀតអីចឹងណាតោះកុំបងអង្គយូមកតាមដានទស្សនាទាំងអស់គ្នាថាតើមានអីប្លែកនៅតាមមាត់ឆ្នេរហ្នឹងហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចេញដំណើរហើយអូយបងប្អូននិយាយទៅតាមផ្លូវនៅកន្លែងម្ដុំហ្នឹងគឺថាទេសភាពស្អាតខ្លាំងមែនតើហ្មងតាមផ្លូវមាត់ឆ្នេរហ្នឹងណានិយាយទៅពេលមកដើរលេងកន្លែងទេសភាពស្អាតៗចឹងម្នាក់រុញគ្នាឲ្យបើកឡាននិយាយទៅឆ្លោះគ្នារឿងដូរគ្នាបើកឡានចឹងណាហើយបើ admin វិញចង់ថតវីដេអូចឹងចង់បើកទេហើយទៅ admin មួយទៀតវិញគេខ្ជិលគេចង់ថតវីដេអូដែរចឹងណាហើយដល់ពេលអញ្ចឹងបើ admin ឡៃទៅបើកឡានបានអ្នកណាថតវីដេអូចឹងនិយាយទៅគឺថាប្រហែលអញ្ចឹងឲ្យថាទៅដើរលេងម្ដងគឺវេទនាហ្មងហើយទៅសម្រាប់មកពេលដើរលេងលើកោជិះឡានក្រុងវិញល្អជាងដោយសារពិបាករកអ្នកបើកឡានពេកបានថតវីដេអូហ្នឹងហើយបងប្អូនមើលទេសភាពតាមផ្លូវកុំឲ្យ admin ចេះតែនិយាយថាស្អាតណាស់មានទេសភាពអីផងឃើញអត់នៅតាមផ្លូវគេមានភ្នំមានអីចឹងហើយមកដល់កន្លែងមុខនេះអូយបងប្អូននិយាយទៅស្អាតខ្លាំងហ្មងណាខ្ញុំអ្នកបើកឡានថាអូយអត់បានថតកន្លែងហ្នឹងស្ដាយមែនតើណាតែចេះអីបានគាត់ថតឲ្យកុំអីហ្នឹងគ្មានបានវីដេអូទេតែមកដល់កន្លែងទេសភាពស្អាតចឹងកំពុងតែញាប់ញ័រហើយទៅសេរីសរងដើររកកន្លែងណាឈប់ឡានចុះទៅថតរូបចឹងណាអូយនិយាយទៅដើរលេង2នាក់ចឹងស្រួលហើយបងប្អូនទាំងអស់គ្នាត្រូវថាពេលណាដែលយើងឃើញកន្លែងណាស្អាតចឹងយើងត្រូវឈប់ថតយកហ្មងចឹងណាអត់មានពិបាកអីយើងដើរលេងគ្នាច្រើនអីត្រូវរងចាំគ្នាអីអត់ទេពេលដែលយើងចង់ថតកន្លែងហ្នឹងទេសភាពស្អាតគឺឈប់ថតយកហ្មងចឹងណាហើយនិយាយទៅគឺខ្ញុំ2នាក់ហ្នឹងគឺជិះឈប់ទេជិះឈប់ថតរូបថតគ្រប់កន្លែងហ្មងឥឡូវហ្នឹងទៅថតរូបអស់ចិត្តក៏បន្តដំណើរទៅទៀតដែរចាំដល់ណាបងប្អូនដល់បថោងហើយនេះអន្ថយលបឿនចាអនឡាញអូពេញបាត់ឆ្វេងដល់បថោងតោងសម័យហើយនេះវ៉ាវអូធំល្អស្អាតនេះជប់ឡានណាស់ដល់នេះហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយតែចង់ដឹងថាតាមមាត់ឆ្នេរនឹងមានអីខ្លះកុំជិះឡើងមកដល់កន្លែងបថោងតោងស្បៃហើយនៅឆ្ងាយពីផ្លូវទៅផ្ទះវិញណាទៅវិញវាឆ្ងាយមែនតើទ្រាំដល់ផ្លូវលឿនវិញហើយយើងថតរូបពីវាប៉ុសហើយយើងក៏ចាប់ផ្ដើមចេញដំណើរទៅវិញណាឥឡូវហ្នឹងគឺយើងទៅភ្នំពេញវិញហើយនេះមកទេសភាពថ្ងៃហ្នឹងមេទុំហ្មងនេះចិត្តដល់កន្លែងបងលុយហើយចាំមើលតិចទៀតខ្ញុំនឹងថតបង្ហាញកន្លែងបងលុយអញ្ចឹងសម្រាប់ឡានដែលយើងអត់មានដូចថាយើងទំតែមកលេងលើដំបងអីអញ្ចឹងយើងអត់មានកាតមានអីអត់ចេះបងតាមធនាគារអញ្ចឹងគឺយើងជិះទៅបងតាមធម្មតាអញ្ចឹងណាចាំពេលតិចទៀតចាំខ្ញុំថតកន្លែងចូលឲ្យមើលថាយើងត្រូវចូលប្រឡោះណាអញ្ចឹងណានេះបងប្អូននេះឥឡូវហ្នឹងគឺយើងបានមកដល់កន្លែងយើងបងលុយអីហើយបន្ទាប់មកសម្រាប់ខ្ញុំអត់ទាន់មានកាតមានអីអញ្ចឹងគឺខ្ញុំចូលលក្ខណៈថានេះខ្ញុំចូលកន្លែងសញ្ញាព្រួយ2នេះ2ប្រឡោះហ្នឹងយើងអាចចូលមួយណាក៏បានដែរតែបើខាងនោះឆ្វេងដៃហ្នឹងសម្រាប់គេអ្នកមានកាតឬមួយក៏គេ scan តាមទូរស័ព្ទអីហើយបងហើយពីផ្ទះមកអីចឹងណានេះយើងដល់កន្លែងយើងត្រូវការបងលុយអីចឹងណាហើយទៅគឺយើងអត់មានបងលុយទេគ្រាន់តែគេបញ្ជាក់ថាលេខឡានយើងហើយបន្ទាប់មកយើងចាំទៅបងលុយនៅពេលចដំពេញបងប្អូននេះសកម្មភាពជិះនៅតាមផ្លូវអូនិយាយទៅយើងជួបភ្លៀងផងមេឃស្ទុំរហូតហើយនិយាយទៅទេសភាពនៅតាមផ្លូវគឺស្អាតមែនតើនេះអាចមើលបានស្អាតខ្លាំងចង់ទៅវិញទេបងប្អូននេះឥឡូវហ្នឹងយើងចាប់ផ្ដើមមកដល់កន្លែងបងលុយ
យកលុយយើងឯងគ្រាន់ថតផ្លាក់លេខឡានឯងតែខាងនេះខាងហ្នឹងគឺយើងចូលដល់កន្លែងបង់លុយហើយចឹងហើយតោះយើងចូលកន្លែងព្រួយហើយព្រួយថានេះគេដាក់ឲ្យយើង3ណោះព្រួយខៀវមាន3តែយើងចូលចំហៀងក៏ហើយណាឆ្លាស់ចូលចូលទៅកន្លែងសញ្ញាខ្វែងហ្នឹងយើងកុំចូលគេអត់ចូលទេនេះអាហ្នឹងយើងបង់លុយបងប្អូននេះអស់ 61300 ហ្នឹងណាគេឲ្យកណ្ដាលនឹងមួយនេះឃើញអត់ហើយយើងទៅហើយគឺថាទៅអស់ 60000 ជាងមកអស់ 60000 ជាង$30 ឥឡូវហ្នឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនទាំងគ្នាដែលបានទស្សនាតាំងពីដើមរហូតមកដល់ចប់ហើយបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Subscribe Channel YouTube បងអូនម្នាក់មួយផងណាជួបគ្នានៅ vlog ដើរលេងសប្បាយៗក្រោយទៀតបាយបាយ